បាទសូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះថ្ងៃសុក្រទី3ខែមេសាឆ្នាំ2025បាទថ្ងៃនេះកាលពីព្រឹកមិញខ្ញុំបានថ្វាយវត្ថុស័ក្តិសិទ្ធិបាទមានផ្លែក្រូចមានស្ករគ្រាប់ហើយនឹងទឹកបាទហើយអត់ទាន់បានយកទៅទុកវិញទេបាទឥឡូវយកបាយប៉ិនអត់ទាន់បានយកទៅទុកវិញទេបាទថតវីដេអូមួយដោយសារតែទើបស្រោបវត្ថុស័ក្តិសិទ្ធិរួចបាទតាក់ទងជាមួយនឹងខ្នាយបាទនេះខ្នាយខ្មែរមកគូនេះបាទគឺស្រោបចូលគ្នាបាទយើងស្រោបចូលគ្នាអញ្ចឹងហើយយើងមានកន្លែងកដាលនេះគឺយើងអាចដាក់បាទវត្ថុស័ក្តិសិទ្ធិពាក់កដាលនេះបានបាទដូចថាយើងមានអញ្ចឹងទៅយើងអាចបាទដាក់មួយអង្គឯនៅកដាលអញ្ចឹងបានបាទអញ្ចឹងមាននៅខាងក្រោមអញ្ចឹងបាទបាទហើយអញ្ចឹងមានស្រោបខ្នាយនឹងមកគូយើងស្រោបចូលគ្នាបាទចូលគ្នាអញ្ចឹងឲ្យឡើងមាំហាប់ប៉េះតែម្ដងបាទហើយមានបាទស្រោបប្រម៉ែធរណីបាទសាងពីនាងពួនដើមកញ្ញូងបាទកាលពីថ្ងៃមុនហ្នឹងខ្ញុំថតជូនបងប្អូនមើលលេងម្ដងហើយបាទຂະຫນាតបតោងសម្រាប់មនុស្សស្រីបាទហើយមានទៀតមានប្រម៉ែធរណីមួយអង្គទៀតបាទຂະຫນាតអង្គុយបាទຂະຫນាតអង្គុយបាទហើយមានស្រោបបាទប្រអិនគង់លើដំរី3000បាទអញ្ចឹងការស្រោបនោះគឺមាំបាទអញ្ចឹងមានបងប្អូនខ្លះគាត់សួរខ្ញុំថាមានវត្ថុស័ក្តិសិទ្ធិអញ្ចឹងតើដូចថាអត់ពាក់បានឬក៏អត់បាទហើយគ្រាន់តែដាក់ចូលដូចថាពេលទៅណាមកណាអញ្ចឹងដាក់ចូលក្នុងឡានអញ្ចឹងមិនបាច់ពាក់គ្រាន់តែដាក់ចូលក្នុងឡានបានឬក៏អត់បាទខ្ញុំសូមជម្រាបបងប្អូនថាតាមពិតយើងចង់ដាក់ចូលក្នុងឡានក៏បានហើយបើមិនអញ្ចឹងយើងមានកសែងក្រហមបាទយើងដាក់ចូលក្នុងកសែងក្រហមហើយដាក់ក្នុងកតាបយើងក៏បានបាទមានជាកសែងក្រហមបាទដូចខ្ញុំអញ្ចឹងបាទពេលទៅខេត្តទៅអីចឹងខ្ញុំមានកសែងក្រហមអញ្ចឹងខ្ញុំដាក់ចូលក្នុងកសែងក្រហមអញ្ចឹងទៅបាទហើយបាញ់ទឹកអប់ឲ្យក្អូបទៅហើយដាក់ចូលក្នុងកតាបទៅក៏បានអានឹងក្នុងករណីយើងខ្ជិលពាក់ប៉ុន្តែបើសិនជាយកឲ្យល្អគឺយើងត្រូវតែពាក់ជាប់ខ្លួនបាទពាក់ជាប់សាច់អានឹងល្អជាងប៉ិនបើសួរថាដាក់ចូលក្នុងឡានដោយមិនបាច់ពាក់ឬក៏ដាក់ចូលក្នុងកាបូបដោយមិនបាច់ពាក់បានឬក៏អត់បាទខ្ញុំសូមឆ្លើយថាបានបាទប៉ុន្តែគ្រាន់ថាឲ្យល្អគឺពាក់ជាប់សាច់ហើយកន្លែងដែលយើងពាក់ល្អជាងគេគឺកបាទវត្ថុខ្លះគឺយើងពាក់កវត្ថុខ្លះពាក់ដៃបាទហើយវត្ថុខ្លះដូចឋានយាយឈ្មោលអញ្ចេះគឺយើងពាក់បាទត្រឹមចង្កេះចុះមកក្រោមហើយបើសិនជាយើងខ្ជិលពាក់ទេគឺឋានយាយឈ្មោលអញ្ចឹងយើងអាចដាក់ក្នុងហៅប៉ៅខោបាទយើងដាក់ក្នុងកសែងក្រហមមួយទៅហើយដាក់ហៅប៉ៅខោទៅបាទឋានយាយឈ្មោលនេះបាទទើបធ្វើកិច្ចរួចបាទនេះបញ្ចុះកថានៅខាងចុងអញ្ចឹងហើយមានចាយ័ន្តហើយនឹងបំពោះបាទមានចាយ័ន្តហើយបំពោះដោយសារខ្ញុំថតពេលយប់អញ្ចឹងអត់សូវច្បាស់បាទនេះស្នាមចាយ័ន្តនេះបាទអញ្ចឹងយកទៅគោរពល្អហើយរបស់ចឹងបើយើងទុកបាទកាន់តែយូរគឺកាន់តែល្អបាទនេះស្នាមចាយ័ន្តបាទចាយ័ន្តហើយនៅខ្លួននេះក៏ចាជាយ័ន្តដែរបាទរបស់ចឹងគឺយើងទុកកាន់តែយូរកាន់តែល្អយកទៅណាមកណាតាមខ្លួនគឺល្អបាទរបស់នេះគឺបកកែខាងស្នេហ៍មហានិយមខាងរ៉ូស៊ីហើយនិងខាងការពារក៏ត្រូវបាទដូចខ្ញុំអញ្ចឹងខ្ញុំទៅណាមកណាខ្ញុំតែងតែមានបាទដាក់ជាប់ខ្លួនមួយអង្គពីរអង្គបាទរបស់ហ្នឹងបាទហើយរបស់ហ្នឹងគឺអត់អាចពាក់នៅលើកឲ្យបានទេបាទរបស់ហ្នឹងគឺអាចពាក់ត្រឹមចង្កេះចុះមកក្រោមបាទអាចពាក់ជាមួយខ្សែចង្កេះឬក៏អាចដាក់ក្នុងហៅប៉ៅខោបាទហើយនេះគឺជា
នាងពួនកញ្ញូងបាទនាងពួនកញ្ញូងដែលលុញធ្វើជាឡតបាទនាងពួនកញ្ញូងបាទហើយនេះគឺជានាងពួនក្លឹម7បាទនេះបាទលុញធ្វើជាឡតដែរបាទនាងពួនក្លឹម7បាទហើយបាទនេះគឺលុញជាឡតដែរបាទលុញជាឡតដែរប៉ុន្តែជាថ្មឯបាទជាថ្មបាទហើយនេះក្រមកម្មក្រមនេះគឺដូចជាសាងពីជើត្រាំងបាទក្លឹមត្រាំងបាទហ្នឹងហើយបាទខ្ញុំថតដើម្បីកុំឲ្យភ្លេចហើយចែកជូនបងប្អូនមើលលេងទស្សនាផងបាទដោយសារតែមានបងប្អូនយើងគាត់សួរបាទតាក់ទងជាមួយបតោងអញ្ចឹងខ្ញុំនឹកឃើញរឿងបតោងហ្នឹងបាទដោយសារគាត់សួរដូចខ្ញុំជំរាបជូនបងប្អូនខាងដើមអញ្ចឹងគឺគាត់អត់ចង់ពាក់បាទពាក់ទៅវាប៉ោងអាវប៉ោងអីអញ្ចឹងទៅគាត់ចង់ដាក់ចូលក្នុងកាបូបឬក៏ដាក់ក្នុងឡានតែម្ដងបាទអញ្ចឹងខ្ញុំបានជម្រាបបងប្អូនហើយគឺយើងអាចដាក់បានប៉ុន្តែអ្វីដែលល្អជាងគឺយើងពាក់នៅជាប់ខ្លួនបាទហើយគ្រាន់ថាពេលយើងចូលបន្ទប់ទឹកអីចឹងយើងដោះបាទដូចខ្នាយដូចអីចឹងគឺយើងត្រូវដោះបាទត្រូវដោះព្រោះបន្ទប់ទឹកកន្លែងដែលមិនសូវល្អបាទវាមានក្លិនអត់ល្អអញ្ចឹងយើងគួរតែដោះបាទអញ្ចឹងបង្ហាញជូនបងប្អូនមើលលេងប៉ុណ្ណឹងហើយចង់ជំរាបបងប្អូនបាទតាក់ទងជាមួយនឹងអំពើល្អដែលខ្ញុំអាសានិយាយជារឿយបាទដោយសារតែពេលខ្លះទៅបងប្អូនខ្លះគាត់មិនបានធ្វើអំពើល្អប៉ុន្តែគាត់បានសាងនៅអំពើមិនល្អវិញហើយអត់ដឹងខ្លួនថាគាត់សាងទេបាទខ្ញុំឧទាហរណ៍មួយដូចខ្ញុំឃើញថ្មីហ្នឹងឃើញបងប្អូនខ្លះដោយសារតែសប្តាហ៍ថ្ងៃនេះគឺគេមាន AI ដើម្បីធ្វើឲ្យរូបបាទមានចលនាឧទាហរណ៍ថារូបចម្លាក់បុព្វបុរសខ្មែរយើងដូចលោកតាតបងកញូងបាទដូចលោកយាយម៉ៅអីចឹងបាទគាត់យក AI យកមកធ្វើឲ្យអោបគ្នាអោបអីចឹងបាទនេះគឺជាទង្វើមួយដែលមិនល្អហើយជាការប្រមាថបាទមើលងាយចំពោះព្រលឹងបុព្វបុរសខ្មែរចឹងខ្ញុំសូមឆ្លៀតឱកាសនេះសូមសំណូមពរបងប្អូនដែលយកមកលេងសើចចឹងសូមឈប់បាទយើងមិនគួរណាយើងប្រមាថបុព្វបុរសយើងចឹងទេបាទយើងច្រើនតែអញ្ចឹងដូចថាអ្នកផ្សេងគេមិនប្រមាថទេប៉ុន្តែខ្លួនឯងហ្នឹងចេះតែលេងសើចអត់ដឹងខ្លួនហើយប្រមាថដូនតាខ្លួនឯងបាទច្រើនតែអញ្ចឹងបាទហ្នឹងគឺជាអំពើបាបដោយមិនដឹងខ្លួនបាទការលេងសើចដោយមិនដឹងខ្លួនបាទជួនខ្លះទៅគ្នាយើងការប្រើបណ្ដាញសង្គមជួនខ្លះចែកចាយព័ត៌មានដែលមិនពិតអាហ្នឹងក៏ជាអំពើបាបដែរបាទដូចថាព័ត៌មានខ្លះយើងមើលទៅដូចជាការលេងសើចហើយប៉ុន្តែជារឿងប្រឌិតដែលយើងខ្លួនឯងក៏ដឹងថាវាជារឿងប្រឌិតដែរប៉ុន្តែបែរទៅជាចង់ឲ្យគេសើចសប្បាយបាទជួយ share បន្តបាទអញ្ចឹងការធ្វើបែបហ្នឹងគឺជាការមិនល្អទេបាទគឺជាអំពើបាបដែលយើងធ្វើដោយមិនដឹងខ្លួនបាទនិយាយអស់ទៅសូម្បីតែយើងដូចថាថតរូបហើយយើងយកមកដាក់ filter យកមក edit ឲ្យមើលឃើញស្អាតជាងរូបពិតឲ្យមើលឃើញក្មេងជាងរូបពិតដើម្បីទទួលបានការចាប់អារម្មណ៍ការស្រឡាញ់ពីអ្នកដទៃបាទហ្នឹងក៏ជាអំពើមួយបាបដែរព្រោះថាយើងកុហកគេបាទអញ្ចឹងអ្នកខ្លះគេលងស្រឡាញ់ដោយសារតែភាពកុហករបស់យើងហ្នឹងបាទអញ្ចឹងបងប្អូនមុននឹងធ្វើអីមួយសូមព្យាយាមគិតបាទថាការធ្វើហ្នឹងវាជាអំពើដែលគួរធ្វើឬក៏មិនគួរបាទជាបុណ្យឬក៏ជាបាបបាទហើយបើសិនជាបាបយើងដឹងយើងកុំធ្វើបាទព្រោះបាបខ្លះគឺយើងធ្វើដោយមិនដឹងខ្លួនហើយបាបគឺវាមានអ្នកណាធ្វើជំនួសយើងទេគឺមានតែយើងខ្លួនឯងហ្នឹងទេបាទរឿងបុណ្យនិងបាបនេះគឺគ្មានបុគ្គលណាជំនួសយើងទេបាទគឺយើងខ្លួនឯងអ្នកសម្រេចចិត្តថាធ្វើបុណ្យឬក៏ធ្វើបាបបាទហើយអញ្ចឹងសំណូមពរបងប្អូនបាទកុំយកព្រលឹងបុព្វបុរសខ្មែរយើងយកមកលេងសើចបាទសូមកុំឲ្យមានទៀតបាទហ្នឹងហើយអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំ
បាទអរគុណច្រើនហើយសូមជម្រាបលាបាទ